video ខាងលើនោះគឺ viral ខ្លាំងមែនតើដល់រីក្នុង video នោះគឺគាត់រៀបរាប់ពីជីវិតដែលគាត់រៀបការជាមួយនឹង serial killer អស់រយៈពេល7ឆ្នាំក្រោយដោយគាត់គឺមានឈ្មោះថា Lobna Yagut ដែលគាត់រៀបការជាមួយនឹងបុរសម្នាក់ដែលមានឈ្មោះថា Karim Salim ដោយពីអ្នកគាត់ហ្នឹងគឺរៀបការនៅក្នុងឆ្នាំ2014ហើយរស់នៅទីក្រុង Cairo ប្រទេសអេជីបពេលដែលគាត់រៀបការគឺគាត់មានកូនប្រុសម្នាក់ដែលមានឈ្មោះថា Sen បន្ទាប់ពីរៀបការបានប្រហែលជា6ឆ្នាំគឺពួកគាត់បែកគ្នានៅក្នុងឆ្នាំ2020ដោយសារតែរស់នៅអត់ចុះសម្រុងគ្នាដោយសារ Karim ដែលជាប្តីហ្នឹងគឺតែងតែប្រើប្រាស់អំពើហិង្សាបៀតបៀនទៅលើប្រពន្ធហ្នឹងនិយាយទៅគឺច្រើនដងខ្លាំងមែនតើពេលខ្លះគឺអាចចូលដល់ក្នុងករណីប៉ុនប៉ងសម្រាប់ទៀតអញ្ចឹងដែលធ្វើឲ្យ Lobna ដែលជាប្រពន្ធហ្នឹងគឺប្តឹងលែងលះហើយយកកូនមកនៅជាមួយ move ចេញពីផ្ទះដែលគាត់រស់នៅហ្នឹងណាប៉ុន្តែគាត់រស់នៅមួយកូនគាត់អាចនឹងប្រហែលជាមួយឆ្នាំក្រោយនៅក្នុងឆ្នាំ2021ហ្នឹងគឺគាត់បានយកកូនគាត់ហ្នឹងទៅជួបជាមួយនឹងប្តីអតីតប្តីគាត់ដែលជា Karim ហ្នឹងប៉ុន្តែពេលដែលទៅជួបហ្នឹងគឺជាថ្ងៃចុងក្រោយដែលគាត់បានឃើញកូនគាត់ហើយដោយសារ Karim ហ្នឹងគឺយកនិយាយទៅគាត់ប្រាស់ម៉ែកូនគេណាដល់គ្នាគឺយកកូនហ្នឹងទៅចិញ្ចឹមតែឯងមកលែងឲ្យ Lobna ហ្នឹងបានឃើញមុខកូនបានអីបានតាក់ទងជាមួយកូនគឺកាត់ផ្ដាច់ទំនាក់ទំនងម្ដាយកូនគេយកមកវីដេអូមួយនេះ sponsor ដោយក្របហា accessory របស់ខ្ញុំសម្រាប់បងអូនណាដែលគាត់កំពុងតែត្រូវការ accessory ដូចជាខ្សែកខ្សែដៃកវលជៀនកងដៃមួកដែលមានម៉ូដលយលយ cute shoot ម៉ូដប្លែកៗនិយាយទៅពាក់អត់ជន់គេឲ្យតម្លៃធូរថ្លៃគឺគាត់អាចមកអុកនៅ Loli បានដោយ Loli គឺមានទីតាំងលើផ្លូវ566កែង2ឲ្យ87នៅជិត37មករាម្ដុំទូកគាត់បងអញ្ចឹងបងអូនអាចមកមើលផ្ទាល់ហើយរកផ្ទាល់ដល់ទីតាំងហាងបានហើយសម្រាប់បងអូនណាដែលគាត់ចង់ order online ក៏អាច order បានដែរចំខ្ញុំដាក់ IG Facebook Telegram ហើយនិង TikTok នៅក្រោយហ្នឹងមួយទៀតបើសិនជាចង់មើលម៉ូដថាទៅច្រើនបងអាចចូល join ក្រុម Telegram ដែលខ្ញុំដាក់ QR នៅលើហ្នឹងបានអញ្ចឹងចាំជួយមក support ក្របហា accessory របស់ខ្ញុំទាំងអស់គ្នាផងអរគុណរហូតដល់ខែ5ឆ្នាំ2024គឺ Karim ដែលជាអតីតប្តីហ្នឹងគឺត្រូវបានប៉ូលីសចាប់ខ្លួននៅក្នុងពីបទសម្លាប់មនុស្សដោយសារតែគេរកឃើញសាកសពនារី3នាក់នៅក្នុង apartment របស់ Karim ហ្នឹងលេខគេក៏បានស៊ើបអត្តសញ្ញាណរបស់ជនរងគ្រោះសាកសពទាំង3ហ្នឹងគេក៏បានដឹងថានារីទាំង3ហ្នឹងគឺរកស៊ីខាងបម្រើការផ្លូវភេទណាអ្នកគ្នាហើយករណីដែលគាត់ស្លាប់ហ្នឹងគឺដោយសារតែស្នាដៃរបស់ Karim ដោយ Karim គឺស្គាល់នារីជនរងគ្រោះនឹងតាមអនឡាញក៏បានលបួងមកអាផាតមិនរបស់គាត់ឲ្យធ្វើការដាក់ថ្នាំឲ្យសម្លាប់បៀតបៀនរំលោភសូម្បីតែពេលដែលគាត់ស្លាប់ហើយជនរងគ្រោះស្លាប់ហើយក៏ Karim នៅបៀតបៀនទៅលើសាកសពរបស់អ្នកដែលស្លាប់ហើយទៀតគ្នានៅរស់គឺបៀតបៀនអត់ចិត្តណាគ្នាស្លាប់ខ្លាចជាសាកសពហើយក៏នៅតែបៀតបៀនដែរអ្នកនរគ្នាហើយការដែលគាត់ធ្វើទាំងអស់ហ្នឹងគឺគាត់ថតទុកខ្លួនគាត់ទាំងអស់អ្នកនរគ្នាហើយកំឡុងពេលដែលគាត់សម្លាប់ហ្នឹងគឺពីខែ11ឆ្នាំ2023រហូតដល់ខែ5ឆ្នាំ2024និយាយទៅប្រហែលជា7 6 7ខែហើយ Karim ក៏ត្រូវបានឡើងតុលាការនៅក្នុងខែ8ឆ្នាំ2024ហើយពេលឡើងតុលាការហ្នឹងឯងសូម្បីអ្នកដែលតស៊ូក្តីគាត់ដូចជាមេធាវីដូចជាអីនឹងខាងគាត់គឺគេលៀនលែងចេញលែងធ្វើរឿងក្តីឲ្យគាត់ហ្មងដោយសារតែការដែលគាត់ធ្វើហ្នឹងគឺវាខុសខើហើយអាក្រក់ចូលជាតិពេកតែមេធាវីឬក៏អ្នកគេរត់ការក្តីហ្នឹងគេលែងលៀនលែងតំណែងគេលែងធ្វើការឲ្យហ្នឹងមានន័យថាគាត់គឺយ៉ាប់ខ្លាំងហើយរឿងក្តីហ្នឹងគឺពិបាកដោះស្រាយខ្លាំងណាស់អ្នកនរគ្នាហើយតុលាការគឺគេអាចនឹងកាត់ទោសឲ្យគាត់ហ្នឹងប្រហែលជីវិតទៀតចំណែកឯ Lobna ដែលជាប្រពន្ធក្នុងគោលបំណងដែលគាត់ផុសវីដេអូហ្នឹងគឺដោយសារតែគាត់ចង់ស្វែងរកកូនប្រុសរបស់គាត់ដែលមានឈ្មោះសាសែនណាតែគាត់បែកពីកូនគាត់អស់រយៈពេលប្រហែលជា3 4ឆ្នាំតាំងពី2021ពេលដែលគាត់យកកូនគាត់ទៅលេងជាមួយអតីតប្តីរបស់គាត់ហ្នឹងគឺគាត់ដែរមានទំនាក់ទំនងជាមួយនឹងកូនគាត់សូម្បីតែបន្តិចហ្មងសូម្បីតែម្ដងហើយនៅក្នុងវីដេអូដែលគាត់ផុសហ្នឹងដែរគឺគាត់បាននិយាយថានៅពេលដែលគេចាប់ខ្លួន Karim ហ្នឹងគឺ Karim បានប្រាប់ប៉ូលីសថាម្ដាយរបស់សែនដែលជាអតីតប្រពន្ធរបស់គាត់ហ្នឹងគឺបានស្លាប់បាត់ហើយអញ្ចឹងស្ថិតនៅក្នុងការចិញ្ចឹមសែនហ្នឹងគឺបានទៅលើម្ដាយរបស់ Karimដែលឥឡូវហ្នឹងគឺគេអត់ដឹងថាម្ដាយរបស់ Karim ហ្នឹងគឺរស់នៅណាឬក៏សែនហ្នឹងគឺនៅជាមួយនឹងម្ដាយរបស់ Karim មែនអត់ដោយសារគាត់បារម្ភពីសុខភាពរបស់កូនគាត់ផងគឺគាត់នឹកអលកូនគាត់ផងអ្នកនរគ្នាចិត្តជាម្ដាយវាយកូនដល់3 4ឆ្នាំគឺតែងតែនឹកអីហើយឥឡូវហ្នឹងគឺគេអាចនឹងសន្និដ្ឋានថាសែនដែលជាកូនរបស់គាត់ហ្នឹងអាចនឹងរស់នៅក្នុងរដ្ឋ Michigan នៅសហរដ្ឋអាមេរិកដោយសារបងប្អូនរបស់ Karim ហ្នឹងគឺភាគច្រើនគឺនៅក្នុងរដ្ឋនៅក្នុងវីដេអូហ្នឹងគាត់ក៏បានស្នើសុំទៅកាន់អាជ្ញាធរប៉ូលីសឬក៏ស្ថានទូតដើម្បីស្វែងរកខ្នះខ្នែងរកកូនគាត់ឲ្យឃើញអញ្ចឹងណាអញ្ចឹងយើងមានតែសង្ឃឹមថាគាត់នឹងអាចឃើញកូនរបស់គាត់វិញហើយវីដេអូរបស់យើងថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេបើសិនជាបងអូនមានយោបល់អីគឺអាចខមមិននៅក្រុមហ្នឹងបានហើយចាំជួយទៅ like Facebook page ហើយនិង follow IG របស់ខ្ញុំអ្នកមួយផងអរគុណជួបគ្នានៅវីដេអូក្រោយ